ពេលខ្លះមិនមែនគិតតែមួយថ្ងៃស្អែកទេណាគ្រាន់បើបន្តិចគិតដល់ខែក្រោយគិតដល់ឆ្នាំក្រោយទៀតរឿងទោះតែចាប់ផ្ដើមពីរឿងធំហ៎ថាមិនមែនទេរឿងទូប៉ុន្តែយើងបរិយារឿងនឹងធំទៅហើយចុះបើអញ្ចេះទៅមិនទៅអូចុះបើអញ្ចុះទៅមិនទៅហើយបើអញឈឺទៅកូនប្រពន្ធអញមិនទៅអូហើយមុខរបរមិនទៅអូជំងឺមើលអត់ជាធ្វើមិនទៅណែអាការគិតអញ្ចឹងបងប្អូនមានអីអត់ឬក៏បងប្អូនមានអារម្មណ៍ផ្ទះអន្ទែងជ្រួលច្រាលចង់ធ្វើអីឲ្យបានដូចចិត្តភ្លាមបើមិនបានដូចចិត្តចេះតែញ័រចេះតែថេះថាសចេះតែនៅមិនសនុកអូចេះនៅមិនស្ងៀមមិនក៏ចឹងអីចឹងណាអញ្ចឹងប្រកដីអត់បងប្អូនបើឥឡូវហ្នឹងកំពុងតែមានអារម្មណ៍ដែលចងខ្លួនយើងនៅកាលពីអតីតកាលនោះមានច្រើនប៉ុណ្ណាយើងបាត់បង់ក្តីសុខនៅពេលបច្ចុប្បន្នរបស់យើងប៉ុណ្ណឹងណាបងប្អូនត្រូវចំណាំក៏បងប្អូនចាប់អារម្មណ៍ថាខ្លួនឯងនឹងដូចភ្លេចច្រើនដល់ហើយគ្រូខ្ញុំឥឡូវភ្លេចច្រើនមែនទេហ្នឹងហើយបងប្អូនថាខ្ញុំភ្លេចច្រើនណាស់ខ្ញុំមិនទាន់ចាស់ផងភ្លេចអស់ហើយហ្នឹងហើយតាមពិតទៅមិនមែនបងប្អូនមានជំងឺវែងទេដោយសារបងប្អូនអត់បានផ្ចង់អារម្មណ៍លើបច្ចុប្បន្នកាលរបស់បងប្អូនហ្នឹងផ្ដាច់ខ្លួនពីសង្គមហ្មង social isolation ផ្ដាច់ខ្លួនពីសង្គមហ្មងអានឹងធម្មតាហើយមិនធម្មតាបងប្អូនសួរខ្លួនឯងមិនសួរខ្ញុំទេសួរខ្លួនឯងអញពីមុនអញចូលចិត្តសបាយតើមិនក៏ឥឡូវអញចូលចិត្តនៅតែឯងអញ្ចឹងណែគិតអីប្លែកៗម្នាក់ឯងគាត់គិតថាមានពីណាដាក់កាមេរ៉ាតាមដានគាត់រហូតមានអ្នកណាគេនោះនិយាយដើមគាត់រហូតគាត់តែខើបមាត់មកខ្ញុំដឹងថានិយាយដើមខ្ញុំហ្មងអ្នកខ្លះគាត់និយាយអញ្ចឹងអានឹងប្រកដីអត់បងប្អូនគិតមកលើកទឹកចិត្តខ្លួនយើងផងកុំចាំគេលើកណាបងប្អូនជីវិតមួយហ្នឹងណាជីវិតបងប្អូនកុំចាំគេលើកបានយើងសប្បាយចិត្តលើកខ្លួនឯងរាល់ថ្ងៃមិនសប្បាយចិត្តរាល់ថ្ងៃទេបងប្អូនហ្នឹងហើយអាហ្នឹងជាជំរឿនរបស់បងប្អូនសុទ្ធសាធហ្មងអត់មានជាជំរឿនរបស់អ្នកដទៃទេរៀនសរសើរខ្លួនឯងរៀនលើកទឹកចិត្តខ្លួនឯងរៀននិយាយពាក្យព្រោះមកកាន់ខ្លួនឯងកុំចាំអ្នកដទៃនិយាយណាបងប្អូនយើងត្រូវរស់ពឹងខ្លួនឯងឲ្យច្រើនសិនជាបងប្អូនគិតថាការគិតអារម្មណ៍មកកັບកិច្ចអញប្រែប្រួលប៉ះពាល់ការងារប្រចាំថ្ងៃរបស់អញទាំងគុណភាពការងារផលិតភាពការងារធ្លាក់ចុះហើយតំណែងក្នុងគ្រួសារក៏ចាប់ផ្ដើមមានបញ្ហាជាមួយក្រុមការងារចាប់ផ្ដើមមានបញ្ហាអាយ៉ាប្រយ័ត្នខ្លួនឯងមានបញ្ហាសុខភាពពិសេសគឺសុខភាពផ្លូវចិត្តណាបងប្អូន